ស្វាគមន៍ច្រាំទីជាតិកម្ពុជាចានិយាយទៅខានមកច្រាំទីគឺយូរមែនតែនហ្មងមិនធម្មតាគឺ10ឆ្នាំតែម្ដងចាខានមកលេងយូរមែនតែនហើយពេលដែលយើងទៅដល់ហ្នឹងយើងត្រូវការទិញសម្បត្តិចូលទស្សនាក្នុងស្រាមទីជាតិនឹងដែរសម្រាប់ភ្ញៀវខ្មែរតម្លៃសម្បត្តិត្រឹមតែ500រៀលខ្មែរចាតែសម្រាប់បរទេសខ្ញុំភ្លេចបារីដល់ខ្មែរយើងត្រឹមតែ500រៀលឯងហើយខ្ញុំខានមកស្រាមទីនេះយូរមែនតើដោយសារតែការពីមុនខ្ញុំធ្លាប់ធ្វើការនៅអង្គការមួយកន្លែងអង្គការហ្នឹងគឺហៅឈ្មោះថា Cambodian Living Arts ដែលគាត់សម្ដែងសូតទៅជាមួយរបាំខ្មែរនៅក្នុងស្រាមទីនឹងផងដែរចាហើយនិយាយទៅខានមកយូរមែនតើហ្មងខ្ញុំនិយាយទៅបើសិនជានិយាយពី10ឆ្នាំមុនហើយ10ឆ្នាំក្រោយគឺមានសភាពខុសប្លែកគ្នាឆ្ងាយតែម្ដងកាល10ឆ្នាំមុនសម្បូរភ្ញៀវបរទេសតែ10ឆ្នាំក្រោយនេះគឺយើងសម្បូរភ្ញៀវខ្មែរច្រើនជាពិសេសគឺក្មេងៗសិស្សសាលាជំនាន់ក្រោយហើយនឹងដូចថាគាត់គាត់ជា content creator ផ្សេងទៀតចឹងណាហើយគាត់តែងតែមកលេងហើយគាត់តែងតែមកទស្សនាហើយគាត់ថតជាវីដេអូផ្សេងដើម្បីផ្សព្វផ្សាយឲ្យទៅកាន់ពិភពលោកហ្នឹងដឹងពីប្រទេសខ្មែរថាយើងមានអីខ្លះផងដែរអញ្ចឹងណាហើយពេលដែលយើងចូលទៅអញ្ចឹងពូម្នាក់មិញហ្នឹងគឺគាត់កប់សបត់យើងហ្នឹងគឺគាត់ក៏សបត់យើងនឹងហើយក៏យើងដើរចូលមកហើយខ្ញុំខានមកយូរតែខ្ញុំនឹកស្មានថាបងដែលនៅក្នុងស្រាមទីនឹងគាត់នៅចាំខ្ញុំឯណាក៏ទៅបែកគ្នា10ឆ្នាំហើយដោយសារតែគាត់ថាផាមុខហើយណាមួយរូបរាងខ្ញុំអីវានៅដដែលគាត់ថាពីមុនយើងសក់សេះហ៎ពីមុនខ្ញុំសក់សេះហើយខ្ញុំស្គមជាងហ្នឹងស្គមដូច model អញ្ចឹងឥឡូវហ្នឹងគឺមានសាច់ជាងមុនតែមុខនៅដដែលវាអត់ចាស់ភាសាខ្លួនឯងទៀតណាហើយនិយាយទៅគាត់បានប្រាប់ខ្ញុំថាអញ្ចេះក្នុងទូកញ្ចក់ដែលគេដាក់ហ្នឹងគឺសុទ្ធសឹងតែជាសម្រិតដែលសម្រិតតាំងពីជំនាន់មុនណោះព្រោះអីរូបអស់ហ្នឹងតាំងពីជំនាន់សម័យអង្គរក្នុងសតវត្សទីខ្ទង់19 18អញ្ចឹងណាហ្នឹងគាត់ប្រាប់ខ្ញុំហើយរូបនេះដែរគឺសុទ្ធសឹងតែវិចិត្រករខ្មែរដែលគាត់គូទាំងអស់ហើយរូបគំនូរនីមួយសុទ្ធសឹងតែមានអត្ថន័យខុសគ្នាទាំងអស់ហើយខ្ញុំមិននឹកស្មានថារូបគំនូរគឺមានតម្លៃថ្លៃខ្លាំងមែនតើនិយាយទៅគ្រាន់តែខ្ញុំដូចបងប្រុសនៅក្នុងស្រាមទីនឹងគាត់ប្រាប់ខ្ញុំដឹងថាវ៉ាវខ្ញុំឡើង surprise ហ្មងព្រោះរូបគំនូរមួយតម្លៃសុទ្ធតែខ្ទង់ 4-5,000 ឡើងដល់10000ណាពុំឲ្យបងប្អូនអើយនិយាយមែនប៉ុន្តែរូបគំនូរមួយគឺសុទ្ធតែមានអត្ថន័យផុសគាត់រៀងខ្លួនហើយគឺការគូមួយចេញមកគឺស្អាតមែនតើហើយសម្រាប់ខ្ញុំគឺខ្ញុំពេញចិត្តអ្នករូបធំមែនតើរូបមាញ់ហ្នឹងណាវាមានអត្ថន័យច្រើនណាស់បើសិនយើងអង្គុយមើលហើយតតែមានអ្នកដែលគូហ្នឹងគាត់មកឈររ៉ាយរ៉ាប់ប្រាប់យើងបន្ថែមទៀតចឹងណាហើយកន្លែងនេះផងដែរគឺគេហៅថាសាលអីគេចាខ្ញុំភ្លេចអត់នេះសាលតាំងព្រះពុទ្ធ100ក្រោយសម័យអង្គរសតវត្សទី19បងប្រុសនឹងគាត់ប្រាប់ខ្ញុំអញ្ចឹងគាត់ប្រាប់ខ្ញុំច្រើនតែខ្ញុំភ្លេចខ្ញុំស្រឡាញ់តតងជាមួយនឹងរូបចម្លាក់ហើយនឹងប្រវត្តិសាស្ត្រពីបរមបុរាណមកច្រើនមែនតើនិយាយទៅតែគាត់ណាខ្ញុំអត់ចាំខួរក្បាលខ្ញុំដូចអត់ចាំសោះតែបើសួរខ្ញុំស្រឡាញ់តតងជាមួយនឹងកេរដំណែលខ្មែរជាមួយនឹងរូបចម្លាក់បុរាណផ្សេងគឺខ្ញុំចូលចិត្តកន្លែងណាមានរូបចម្លាក់ច្រើនកន្លែងណាមានប្រាង្គប្រាសាទច្រើនគឺខ្ញុំចូលចិត្តតែមើលមែនតើឲ្យតែខ្ញុំមានពេលតនេអញ្ចឹងណាហើយនេះគឺជាកម្មាហ្នឹងកាគេជំនាន់គេធ្វើហ្នឹងក៏ខ្ញុំបានទៅមើលដែរគាត់ណារូបថតដឹងតាណាអស់ view ឆ្នាំពេកចុះកម្មាហ្នឹងគឺកម្មាដែលវែងជាងគេលើពិភពលោកចាហើយហូបនេះផ្សេងផងដែរមានតាំងពីរូបឬទៅរូបបដិមាក៏យើងច្រើនមែនតើមានតាំងពីហនុមានមានតាំងពីស្ដេចជំនាន់មុនដែលគាត់សោយរាជហើយខ្ញុំមានតាំងពីគេហៅថាកោតធំមែនតើហ្មងកោតស្ដេចចាហើយនេះគេហៅថាកឹងតែខ្ញុំមិនដឹងថាកឹងនឹងអីគេដែរព្រោះអីអត់មានអ្នកនៅហ្នឹងដល់ពេលចឹងខ្ញុំពិបាកនឹងសួរតែក៏ថតទៅព្រោះដោយសារឃើញថាប្លែកអញ្ចឹងហើយគេដាក់ហាមថតតែនេះខ្ញុំអត់ថតទេធ្វើជាវីដេអូយកតែម្ដងចឹងហើយនេះគឺជាកវលនឹងគឺជាកវលមាសពីដើមហើយដូចជាមានរូបផ្ការំដួលនិយាយទៅខ្ញុំចូលចិត្តផ្ការំដួលមែនតើមកតំណាងឲ្យជាតិសាសន៍យើងខ្មែរចាហើយរូបទាំងអស់នាងខ្ញុំ
ចាំច្បាស់ជាងគេគឺព្រះបាទជ័យវរ្ម័នទី7ចាខ្ញុំចាំតាំងពីខ្ញុំនៅពីក្មេងតាំងពីខ្ញុំរៀនបឋមខ្ញុំចាំព្រះបាទជ័យវរ្ម័នទី7ហ្នឹងគឺច្បាស់ជាងគេនៅក្នុងបេះដូងខ្ញុំហ្មងព្រោះអីខ្ញុំបានអានប្រវត្តិផកគាត់ពីដើមដែរហើយនេះគឺជាព្រះនរាយណ៍ដែលគាត់ផ្ទុំនៅលើអីហ្នឹងមិញសំទោផងភ្លេចបាត់ទេហើយនេះខ្ញុំកំពុងថតវីដេអូសុកម្នាក់ឯងអញ្ចឹងណាក៏មានក្មេងៗចែកៗមកក្រុមគាត់ស្នើខ្ញុំនឹងសុំថតរូបឲ្យគាត់ខ្ញុំនេះចាំកាលថតរូបឲ្យគេមកស្អាតហើយសុំឲ្យគេនឹងថតវីដេអូផងដែរជាមួយនឹងព្រះនរាយណ៍ចាពពួកអីខ្ញុំមានការគោរពជាខ្លាំងជាមួយនឹងព្រះនរាយណ៍ជាពិសេសពេលដែលខ្ញុំទៅលេងអង្គរវត្តគឺខ្ញុំអត់ចោលទេទៅលើកណាក៏ខ្ញុំទៅសាពះទៅឲ្យធូរកន្លែងព្រះនរាយណ៍ដែរចានិយាយទៅខ្ញុំមានជំនឿខាងហ្នឹងដែរមិនជឿ100តាំង100យើង50ចឹងណាហើយនេះគឺជាខាងក្រោយពេលដែលយើងជិះឡានជិះម៉ូតូទៅយើងយកឡានម៉ូតូមកផ្ញើនៅកន្លែងហ្នឹងហើយបន្ទាប់មកខ្ញុំឃើញខាងក្រោយហ្នឹងស្អាតគឺមានហាងកាហ្វេមានអីតាំងពី10ឆ្នាំមុនអត់មានទេណាប៉ុន្តែឥឡូវគឺមានហាងកាហ្វេហាងបាយគឺធ្វើជាមកឡើងលយហ្មងណាហើយលោកអ្នកក៏ដើរទៅត្រង់រហូតចឹងទៅយើងមើលខាងស្ដាំដៃគឺយើងនឹងចូលទិញសបត់សម្រាប់ទស្សនានៅខាងក្នុងស្រាមទីជាតិហ្នឹងណាហើយសំទោសពុកម៉ែបងប្អូនអើយបើសិនជាខ្ញុំបញ្ចូលសលេងទៅមានការរអាក់រអួលផ្សេងណាជាចុងក្រោយសូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានតាមដានទស្សនាវីដេអូមួយនេះរហូតដល់ចប់អរគុណច្រើនជម្រាបលា